មានបងប្អូនណាចូលចិត្តញ៉ាំផ្អែមល្ងខ្មៅដូចខ្ញុំអត់តើបងប្អូនមករៀនធ្វើទាំងអស់គ្នាណា ingredient មានដូចជាល្ងខ្មៅអង្ករត្នោតសណ្តែកដីហើយនិងស្ករសដំបូងយើងយកអង្ករត្នោត60ក្រាមយកមកត្រាំទឹកចោលសិនទៅបន្ទាប់មកដាក់សណ្តែកដីលីងបរិមាណ40ក្រាមហើយនិងល្ងខ្មៅបរិមាណ100ក្រាមនិយាយពីល្ងខ្មៅទៅរូបរាងណាបងប្អូនតែអត្ថប្រយោជន៍វិញច្រើនអស់ទាស់ហ្មងវាមានខ្លាញ់ល្អហើយនិងម៉ាញ៉េស្យូមជួយកាត់បន្ថយ cholesterol ហើយនិងជួយកាត់បន្ថយសម្ពាធឈាមអញ្ចឹងអ្នកលើសឈាមញ៉ាំត្រូវហ្មងតើបងប្អូនមកមើលពីវិធីធ្វើមួយផ្លេតសិនហើយចាំនិយាយពីអត្ថប្រយោជន៍វាទៀតលីងវាឆ្អិនអស់ហើយយកវាមកកិនជាមួយម៉ាស៊ីនទឹកក្លុកដោយប្រើទឹក1លីត្រទឹកហ្នឹងយើងកុំដាក់ទាំងអស់បងប្អូនទុកកលែងជាមួយថូយើងខ្លះយើងប្រើភ្លើងតិចៗបានណាបងប្អូនហើយកូរវារហូតដល់វារៀងឡើងខាប់បន្តិចមកចាំយើងដាក់ស្ករស80ក្រាមបន្ទាប់មកដាក់អំបិលកន្លះស្លាបព្រាកាហ្វេតោះយើងមកដឹងពីអត្ថប្រយោជន៍បន្តទៀតល្ងខ្មៅគឺវាសម្បូរជាតិកាល់ស្យូមហើយនិងសារធាតុរ៉ែផ្សេងៗជាច្រើនមុខទៀតអញ្ចឹងវាជំនួយដល់ឆ្អឹងហើយនិងធ្មេញរឹងមាំបានល្អមែនទែនវាសម្បូរវីតាមីន E ជួយឲ្យស្បែកយើងភ្លឺរលោងហើយមានសំណើមហើយវាក៏សម្បូរជាតិដែកជាតិស័ង្កសីនិងសារធាតុរ៉ែជាច្រើនមុខទៀតដែលធ្វើឲ្យសក់យើងដុះបានល្អហើយជួយកាត់បន្ថយសក់ស្កូវផងដែរនិយាយទៅខ្ញុំ recommend ឲ្យអ្នកទាំងអស់គ្នាអាសាញ៉ាំល្ងខ្មៅនេះទៅព្រោះវាល្អមែនទែនជាពិសេសគឺមនុស្សចាស់តែម្ដងបងប្អូនដែលមើលរួចហើយសូមជួយ share វីដេអូនេះដើម្បីជាប្រយោជន៍ឲ្យគ្នាយើងបានដឹងតគ្នាផងណាឆ្ងាញ់ហើយមានប្រយោជន៍ច្រើនទៀតបងប្អូនអើយចាំមកកាលតោះធ្វើញ៉ាំទាំងអស់គ្នា